សួស្តីអ្នកក្លាហានជ្រងសច្ចធម៌ទាំងអស់គ្នាស្វាគមន៍មកកាន់រឿងឆន្ទៈអមតៈដែលជាភាគបន្តមិនដឹងថារឿងស្អីល្អមើលម្លឹងទេនេះអត់ចូលចិត្តមើល 2D ទេតែដល់ពេលសម្រាយរឿងនេះហើយអង្គុយសម្រាយបដៅសាយបដៅមកភាគទៅមកភាគល្អមើលរហូតហើយមកចូលសាច់រឿងសូមអ្នកទាំងអស់គ្នាចិត្តល្អជួយ like admin ម្នាក់មួយហើយបើអាចជួយ share បានទៀតរត់តែល្អ share តាមបណ្ដាញសង្គមផ្សេងរបស់អ្នកទាំងអស់គ្នាក៏បានដែរដើម្បី YouTube admin ឆាប់គ្រប់គោលការណ៍ផងអញ្ចឹងដើមនៃភាគនេះយើងបានឃើញថាផ្ទះស្នូកដើររបស់តួប្រុសយើងធ្លាក់ក្រឹងការបើឃើញដូច្នេះកធាត់ទី1កធាត់ទី3នាំនេះឆ្ងល់មិញមានរឿងកើតឡើងទៅសម្បីតែព្រឹត្តិការណ៍របស់យើងក៏ចំហមាត់បើកភ្នែកធំមិនយល់ដែរអញ្ចឹងយើងមើលទៅកាន់មូលហេតុរបស់វាបដ ாய் ទៅក៏ដូចជាប្រិមិត្តអ្នកក្លាហានបានឃើញហើយការបញ្ចុងភាគមុននោះគឺថាឈិនហ្វៃបានបោះតួប្រុសយើងឲ្យឆ្លងកាត់អាចច្រកទ្វារមួយហ្នឹងប៉ុន្តែដើមនៃភាគនេះបែរជាយើងឃើញថាអានទឹកឈិនហ្វៃហ្នឹងគឺនៅខាងក្នុងទៅវិញឈិនហ្វៃក៏មានការងឿឆ្ងល់យ៉ាងខ្លាំងតែមានរឿងកើតឡើងចំពោះខ្ញុំចេះដល់ចេះឈិនហ្វៃក៏សម័យថយក្រោយយើងមើលកំឡុងពេលដែលគេចាប់តួប្រុសយើងបោះចូលក្នុងច្រកទ្វារនេះដោយស្រែកថាឯងទៅខ្លាយជាសិស្សច្រកខាងក្រៅភ្លាមទៅគ្រាន់តែប៉ៃស៊ីឈិនរបស់យើងស្រែកថាជួយផងតែប៉ុណ្ណឹងណាផ្ទះស្នូកដៅរបស់គេក៏ហោះស្ទុយវែងទឹកឈិនហ្វៃឡើងប៉ាំងថ្មោលចូលទៅក្នុងច្រកទ្វារខាងក្រៅមុនគេទៅទៀតម្ល៉េះហើយអាច្រកហ្នឹងគេចូលបានតែ3នាក់ទេចាគាត់នឹងជាជនទី3ហើយទូប្រុសយើងចូលអត់កើតទេដល់តែនឹកឃើញចប់ហើយក៏បានជេរទៅមកប៉ៃសៀវឈុនឯងលេងល្បិចដាក់យើងរួចក៏ចង់បាយទូប្រុសយើងពីខាងក្នុងហ្នឹងឯទូប្រុសរបស់យើងគឺតែពីអោក្បាលខ្ញុំមិនដឹងអីទេឈិនហ្វៃខឹងមែនទែនឯនៅតែធ្វើពុតជាជនស្លូតត្រង់ទៀតហីព្រឹត្តិការណ៍គាត់ក៏បានថាបានហើយគ្រប់យ៉ាងគឺបានបញ្ចប់ហើយតោះទៅកន្លែងម្នាក់សុទ្ធតែប្រកួតប្រជែងចង់ជួបបាក់ខាងក្រៅប៉ុន្តែហេតុអីបានជាពួកគេមិនហ៊ានណោះចម្លើយដោយសារតែពួកគេត្រូវឆ្លងកាត់ការប្រកួតប្រជែងមកតង់ទៀតហើយការប្រកួតប្រជែងមកតង់ទៀតនេះគឺស្មើនឹងការប្រកួតប្រជែងស្លាប់រស់ទើបឈិនហ្វៃតាមបកស្រាយជាមួយនឹងព្រឹត្តិការណ៍ប៉ុន្តែយ៉ាងណាក៏ដោយគេគ្មានបានផលសម្បីតែបន្តិចតាមបកស្រាយយ៉ាងណាក៏គេបកស្រាយមិនបានការអ្វីដែរខាងអ្នកផ្ទះបាយរបស់យើងក៏បានឌឺគេទៀតបងសិស្សច្បងឈិនដែលបានខ្លាយទៅជាសិស្សខាងក្រៅដំងគេរបស់ផ្នែកត្រួតពិនិត្យក្នុងរយៈពេល10ឆ្នាំចុងក្រោយមកនេះដល់អញ្ចឹងទៅឈិនហ្វៃខឹងមែនតែនស្រែកពីខាងក្នុងមកយើងនឹងអត់ជាស្រ័យឲ្យពួកឯងនោះទេឯទូប្រុសរបស់យើងគេកំពុងតែធូរទ្រង់ស្រាប់តែសម្លេងស្រីស្អាតម្នាក់និយាយមកអរគុណឲ្យបងប្រុសគ្មានណាទេគឺជាហួរសាមីនោះឯងតែបងប្រុសធំមានឈ្មោះអ្វីដែរទៅសម្លេងគេឡើងខ្ជូតតែម្ដងណាទូប្រុសយើងក៏ថាអូមិនបាច់គួរសមទេខ្ញុំឈ្មោះតែប៉ៃស៊ីឈុននាងក៏ថាអរគុណច្រើនឲ្យបងធំប៉ៃស៊ីឈុនខ្ញុំមានឈ្មោះថាហួរសាមីហើយនាងក៏បានទៅកធាត់ទី1ក៏មករសារប្អូនទី9កធាត់ទី9ឯងមានសមត្ថភាពមែនណាមុននេះតើមានរឿងអ្វីកើតឡើងទៅហេបងធំអានេះគឺពិបាកបញ្យល់ខ្លាំងណាស់កធាត់ទី3ក៏ថាណែមកមើលលឿនតែថ្ងៃនេះយើងរកបានចំណូលប្រមាណទៅសាទីទៅមើលតែថ្មវិញ្ញាណរបស់យើងមានប្រមាណមួយសន្ទុះក្រោយមកពួកគេក៏បានស្រែកឡើងខ្ទាស់ភ្នំតែម្ដងស្អីគេ2000តើនេះវាអស់ចាប៉ុណ្ណាទៅផ្ទះបាយរបស់យើងមានទាំងអាហារវិញ្ញាណឥឡូវនេះមានទាំងថ្មវិញ្ញាណទៀតផងបបោហូហីហើយយើងកធាត់ទី3គេថាអូយខ្ញុំចង់បានសម្លៀកបំពាក់ថ្មីណាស់សោះច្បងកធាត់ទី9ឯងចង់បានស្អីគេដែរកធាត់ទី9យើងគេថាខ្ញុំគ្រាន់តែចង់បានថ្នាំបញ្ជាអាយុជីវិតតែប៉ុណ្ណោះតែហើយគេក៏បានថាយើងចង់បានអីតាមតែចិត្តយើងទៅអាក្អូន3នាក់បងប្អូនកំពុងតែសើចសប្បាយរីករាយជាមួយនឹងថ្មវិញ្ញាណរបស់ពួកគេហើយបើពួកគេប្រើវិធីសាស្ត្រនេះក្នុងការប្រឡងលើក្រោយខែក្រោយគឺគេរកលុយបានចឹងរហូតមិនដឹងថាជីវិតរបស់ពួកគេមានន័យប៉ុណ្ណានោះទេគឺមិនចាំបាច់ចូលទៅក្នុងប៉ាក់អីជ្រៅជ្រះទេនៅតែក្នុងផ្ទះបាយខ្វះរបស់ស៊ីផងអញ្ចឹងណាប៉ុន្តែមនុស្សគិតព្រមលិខិតជាអ្នកចាស្រាប់តែភ្លាមនោះក៏ធាត់ទី3ត្រូវបានអ្វីមួយស្រូបទៅលើមេឃតែម្ដងឈិនឈិញរៅខ្លាយទៅជាសិស្សកម្ពុជាភ្នំឈិញហ្វឹងសិស្សឈិនរបស់យើងក៏បានសួរទៅឈិនឈិញរៅឈ្មោះណាគេទៅឈ្មោះនេះពិតជាព្រោះមែនចាំងតាហើយក៏បានក្រោកវេវាយកទ្រព្យសម្បត្តិណានឹងឈ្មោះរបស់ប្អូនទី3ណាអាមិននឹងអង្គុយនឹងធ្វើអីទៀតយើងប្រញាប់រត់ទៅវិញតែរត់គ្មានទាន់អីហោះទៅលើមេឃទៀតដែរបាត់ចាំងតាហើយខ្លាយទៅជាសិស្សកម្ពុជាភ្នំជីទីងបៃសៀវឈុនខ្លាយទៅជាសិស្សរបស់កម្ពុជាភ្នំសៀងយួនទូប្រុសយើងក៏ស្រែកខ្ញុំចង់នៅផ្ទះបាយខ្ញុំត្រូវការថ្មវិញ្ញាណរបស់ខ្ញុំតែយ៉ាងណាក៏ដោយដែរអ្វីគឺមិនដូចអ្វីដែលគេចង់បានទេក៏បានប៉ាំងថ្មោលទៅបាត់ទៅពូលីយើងអាចនិយាយគ្នាតាមសម្រួលសិនទៅខ្ញុំមិនចង់ខ្លាយទៅជាសិស្សបាក់ខាងក្រៅនោះទេគេស្រែកទៅសំខាន់គឺថាពូលីបានតម្លាក់គេមកធ្លាក់ពាក់នឹងមេឃឈើបាត់ទៅហើយពេលនេះឯងខ្លាយទៅជាសិស្សបាក់ខាងក្រៅហើយត្រូវតែឧស្សាហ៍ព្យាយាមវឹកហាត់យុទ្ធសាស្ត្រអត់ទេពូលីអត់ទេនៅទីនេះច្បាស់ជាមានការយល់ច្រឡំខ្លះហើយចង់ខ្ជិលមែនទេអញ្ចឹងឯងត្រឡប់ទៅភូមិរបស់ឯងវិញទៅពូលីកុំទៅដោះលែងខ្ញុំទៅឲ្យខ្ញុំបញ្យល់សិនទៅយ៉ាងហោចណាស់ក៏គួរទៅដាក់ខ្ញុំចុះហើយយើងក៏បានឮសំឡេងបរិសសង្ហាម្នាក់និយាយមកកាន់គេសិស្សប្អូនត្រូវការជំនួយណាដែរទេមេឈើបាក់បរិសសង្ហារបស់យើងក៏ធ្លាក់ខ្ដុកបើកភ្នែកឡើងក៏បានឃើញប្រុសសង្ហាម្នាក់នោះសួរទៅកាន់គេទៅឯមិនអីទេសិស្សប្អូនបៃ
ខ្ញុំមិនអីទេប្រសង្ហាក៏បានណែនាំខ្លួនខ្ញុំគឺហួយយិនហ្វៃទទួលបញ្ជាពីម្ចាស់កំពូលឲ្យមកនាំឯងទៅហើយគេក៏បានណែនាំបន្ថែមទៀតការฝึกหัดយុទ្ធសិលហើយនឹងធនធាននៃបកខាងក្រៅនេះទាំងអស់គឺនៅក្នុងថង់ផ្ទុកនេះហើយម្ចាស់កំពូលលីបានរៀបចំជាពិសេសសម្រាប់ឯងតើសម្លៀកបំពាក់របស់ឯងល្មមដែរទេអ្នកកំឡោះរបស់យើងក៏បានបង្អួតនៅសម្រស់របស់គេបន្ទាប់ពីគេស្លៀកឈុតសិស្សនៅក្នុងបកខាងក្រៅបើមិនស្អាតក៏យើងពិបាកដូរលុយដែរព្រោះតួប្រុសរបស់យើងគឺស្អាតស្រាប់ហើយគេព្យាយាមកាច់រឹកឲ្យសង្ហាគេភ្លេចតែគេទៅតែធ្លាក់ពីលើដើមឈើថ្លោះចង្កេះនោះឯងអញ្ចឹងហើយក៏ក្រែកយិនហ្វៃក៏បានណែនាំទៀតវិជាយូរមកហើយតាំងពីខ្ញុំបានឃើញម្ចាស់កំជាលើកចុងក្រោយដើម្បីចូលពិន័យសិស្សដែលផ្ទាល់ដល់ខ្លួនឯងបែបនេះនោះឯងច្បាស់ជាបានបំពេញច្បាប់ជាពិសេសណាមួយនៃច្បាប់បកជាមិនខានឡើយសិស្សឈុនក៏បានរអ៊ូទៅថាប៉ុន្តែប៉ូលីសក៏មិនឲ្យខ្ញុំបញ្យល់អីនោះទេយិនហ្វៃក៏បានសួរបញ្ជាក់លោកពូខ្ញុំចង់មានន័យថាគឺម្ចាស់កំពូលលីសិស្សប្អូនណាពេលនេះឯងនៅក្នុងបកខាងក្រៅមានន័យថាឯងគឺជាសិស្សផ្លូវការនៃបកខាងក្រៅហើយគឺជាកូនសិស្សគ្រូស្លថ្នាំពេញសិនឯងត្រូវតែប្រយ័ត្នអំពីសីលធម៌របស់ឯងហើយក៏ត្រូវតែប្រឹងប្រែងផងដែរទោះប្រយើងលើតែខ្លួនជាសិស្សនៅគ្រូស្លថ្នាំបែបនេះគេក៏បានសួរបញ្ជាក់ទៅសិស្សច្បងហួរក៏បានប្រាប់ថាត្រូវហើយកំពូលសៀងយល់របស់យើងគឺខុសពីអ្នកដទៃយើងផ្ដោតសំខាន់ទៅលើការស្លថ្នាំហើយគេប្រាប់អំពីលំនាំដើមលំនាំចុងពីលើដល់ក្រោមអីចឹងទៅទោះប្រយើងសប្បាយចិត្តមែនទែនពួកគេចង់បានថ្នាំពន្យាអាយុជីវិតអញ្ចឹងបើគេខ្លាយទៅជាសិស្សគ្រូស្លថ្នាំហើយអាចផលិតអានឹងបានក៏ចាត់ទុកថាជាសំណាងរបស់គេដែរដូចចំណងជើងចឹងទូប្រុសយើងមានឆន្ទៈអមតៈគឺអត់ចង់ស្លាប់នោះទេចង់រស់រហូតអ្វីដែលលយសម្រាប់ទូប្រុសយើងទៀតនោះគឺថាកំពូលទាំងពីរផ្សេងទៀតដែលបាននាំសិស្សច្បងទី1និងសិស្សច្បងទី3របស់គេយកធ្វើជាកូនសិស្សនឹងពួកម្ចាស់កំពូលទាំងនឹងសុទ្ធតែគោរពលោកម្ចាស់លីដែលជាគ្រូរបស់គេនោះឯងដោយសារកំពូលទាំងពីរទៀតក៏ចូលចិត្តស្លថ្នាំដែរប៉ុន្តែពួកគេសុទ្ធតែត្រូវការណែនាំពីលោកម្ចាស់លីប្រាប់ប្អូនណែនាំប្អូនទិញទួយហើយក៏នាំសិស្សប្អូននឹងមកបណ្ណាល័យតែម្ដងគ្រាន់តែឃើញព្រះពន្លាឬក៏វិមាននៃបណ្ណាល័យនេះលបងយើងគឺថាជាហមាត់បាក់ភ្នែកធំគេមិននឹកស្មានថាមានបណ្ណាល័យដែលធំជាងបណ្ណាល័យនៅឯផ្ទះបាយរបស់គេនោះទេគ្រាន់តែឃើញបណ្ណាល័យមានកន្លែងដាក់សភៅច្រើនទូប្រុសយើងនៅមិនស្ងៀមទេដើររោឲ្យពេញនឹងព្រាតសិស្សច្បងអើយមិនក៏ខ្ញុំមិនឃើញសភៅចម្រាញ់ថ្នាំអញ្ចឹងលបងយើងមានកំណត់តែមួយទេគឺចង់បានថ្នាំបញ្ជាអាយុរបស់គេនឹងនោះសិស្សច្បងក៏បាន5សិស្សដំបងត្រូវបញ្ចប់ការសិក្សា10ភាគនៃឱសថនិងរុក្ខជាតិជាមុនសិននៅពេលដែលឯងបានប្រឡងជាប់នៅមុខវិជ្ជាថ្មីទាំង10មុខនេះហើយនោះឯងនឹងអាចចាប់ផ្ដើមរៀននៅការចម្រាញ់ថ្នាំបានហើយសិស្សរបស់យើងគឺដោយឆ្ងល់ពេញនឹងឯងមើលកំពីផ្ដេសផ្ដាស់ពេញនឹងហើយក៏សួររៀមច្បងចឹងទៅហើយចុះអាចារ្យខាងលើនោះគឺជាស្អីទៅសិស្សច្បងក៏បានប្រាប់ទៅនៅខាងលើនោះគឺជាកំពីចាស់ទុកចោលហើយនឹងឯងស្ដាប់សិស្សច្បងប្រាប់ឲ្យមិនអស់ចិត្តក៏ឡើងទៅមើលទៅសបុកពីងពីងធូលីអីច្រើនពេកក៏កដាស់នៅម្ដុំនឹងចឹងណាឃើញគេកដាស់សិស្សច្បងក៏បានសួរទៅយ៉ាងម៉េចហើយអាសាប្អូនគេក៏ថាមិនអីនោះទេភ្លាមនោះគេហាក់ដូចឃើញអ្វីមួយយ៉ាងប្លែកតែសាច់រឿងរបស់យើងមិនបានឲ្យយើងដឹងនោះឡើយហើយកំឡុងពេលនោះសិស្សម្នាក់កំពុងតែអេះក្បាលកញ្ញាញ់ខួរនឹងឯងគេកំពុងតែរកសភៅមួយយ៉ាងគឺជាកំពីយីងយ៉ាងពិតពេញមួយថ្ងៃរោមិនឃើញទេមិនដឹងថាដាក់នៅជាន់ណានៅក្នុងជួរមួយណាឡើយព្រឹទ្ធាចារ្យអ្នកយាមប្រាសាទគាត់ក៏បានថាយីងយ៉ាងស្អីគេគេក៏បានប្រាប់អំពីវាទៅដោយសារតែវាតាក់ទងនឹងសិទ្ធិជួលនោះឯងទើបត្រូវបានព្រឹទ្ធាចារ្យស្ដីឲ្យសិស្សម្នាក់នឹងខឹងជាមួយនឹងព្រឹទ្ធាចារ្យម្នាក់នឹងសួរច្រើនពេកគេក៏បានស្រែកដាក់វិញហ្មងកំពីយីងយ៉ាងពិតនឹងហើយព្រឹទ្ធាចារ្យដល់កូនសិស្សស្រែកដាក់អញ្ចឹងក៏បានថាមិនក៏ឯងស្រែកលឺម្លេះយើងក៏មិនមែនជាមនុស្សថ្លង់ដែរសិស្សជនរបស់យើងក៏ចុះមកខ្សឹបប្រាប់គេទៅណោះវានៅជាន់ទី2ណោះធ្នើលេខរៀងទី30ហើយនៅជួរទី15នៅក្បែរគម្ពីរតារាបង្វិលចក្រវាលទាំង9គេក៏ទៅរកហើយក៏បានឃើញមែនអញ្ចឹងក៏បានអរគុណទូប្រុសរបស់យើងសិស្សច្បងផ្សេងទៀតអត់ទាន់ដឹងទូប្រុសយើងជាណាទេប៉ុន្តែឃើញទូប្រុសយើងនេះច្បាស់ពេកក៏បានសួរពីកន្លែងគម្ពីរផ្សេងដែលគេចង់រកទូប្រុសយើងក៏ប្រាប់តាមទីតាំងហ្នឹងទៅហើយគេក៏ទៅរកគ្រប់គ្នាក៏នាំគ្នាមកសួរហើយក៏រកឃើញគ្រប់គ្នាតែម្ដងទូប្រុសយើងគឺប្រាប់ទីតាំងជាក់លាក់ផ្លក់តែម្ដងនោះឯងដោយសារតែទូប្រុសយើងចាំគ្រប់ជួរគ្រប់ជាន់បែបនេះសិស្សច្បងហួរគិតក្នុងចិត្តទៅចំរយៈពេលខ្លីបែបនេះគេអាចចាំគ្រប់យ៉ាងទេពកោសលគេមិនធម្មតានោះទេបន្តមកទូប្រុសយើងខ្ចីសភៅមួយក្បាលឲ្យបណ្ណារៈនឹងគាត់វាយត្រាឲ្យហើយតានឹងគាត់សុំមើលសិនសភៅនឹងសភ័យគេហើយគាត់មើលឡើងចិត្តមកគាត់ដឹងថាជាស្អីនោះទេទៅទូប្រុសក៏ថាប្រតិចាលោកមើលបច្រាស់ហើយគាត់ថាឲ្យយូរណាស់មិនប្រាប់អញទូប្រុសយើងហួសចិត្តហ្មងចំតានេះភ្នែកគាត់ញញោមគាត់ក៏បានលន់មាត់លឺស្អីគេឲ្យចង់ฝึกหัดយុទ្ធសិលមួយនេះផងសិស្សឈុនគេក៏បានថាពិតមែនហើយគាត់ក៏ថាទោះបីជាយុទ្ធសិលមួយនេះស្ដាប់ទៅគឺវាអស្ចារ្យតែទោះយ៉ាងណាក៏ដោយវាគ្រាន់តែជាសមាមាត្រដែលដើមប៉ុណ្ណោះវាពិតជាលំបាកក្នុងការគ្រប់គ្រងជាពិសេសការឈឺចាប់ខ្លាំងនិងភាពអត់ឃ្លានដែលត្រូវបានបង្កើតឡើងតាមរយៈរាងកាយរបស់ឯងស្ទើរតែមនុស្សគ្រប់គ្នាមិនអាចទ្រាំបានជាមួយវាឡើយសិស្សឈុនយើងក៏ថាអូមិនអីទេខ្ញុំមិនខ្លាចណាសូមជួយបោះត្រាខ្ញុំទៅគាត់ក៏បានសន្លឹងមកគេគេក៏ថាគេទៅប្រតិយាគាត់ថាចង់បោះត្រាស្អីទៀតទៅបោះឲ្យហើយមិញហើយទូប្រុសយើងបកាយចាំមិញនឹងគឺថាមើលគ្រប់ជួរគ្រប់ជាន់ដឹងគម្ពីរនៅណាទាំងអស់តែដល់តានឹងបោះត្រាឲ្យភ្លេចគិតមិនឥឡូវហ្នឹងឈុតបន្ទាប់សិស្សឈុនរបស់យើងគេដើមដេកឈោអង្គុយអីទិញមេរៀនតាក់ទងឆ្នាំអីចឹងទៅហើយដល់គេរួចរាល់អាចងចាំមកគម្ពីរហ្នឹងហើយស្រាប់តែពេលហ្នឹងជួបជាមួយនឹងគេហៅថាសត្រូវផ្លូវចង្អៀតឈិនហ្វៃគេមកជួបតកូលបាយមិននឹកស្មានតែយើងជួបឲ្យដូចចៃដន្យយ៉ាងនេះសោះលទ្ធផលគឺសិស្សឈុនរបស់យើង
យើងស្រែកហៅឲ្យគេជួយនឹងឯងអាកូនទន្សាយបកាយរត់ថ្ងៃនេះគឺជាថ្ងៃស្លាប់ប្រវាយហើយមិនបាច់រត់នោះទេយ៉ាគាត់នៅចេះប្រើដាវហោះដេញទូប្រុសយើងរហូតបុកគល់ឈើផងអីផងពេញនឹងឯងទូប្រុសយើងចេះរត់កិច្ចណារត់ដល់មកដល់ឃើញអាមនុស្សនៅពីមុខអត់មើលទេអាគាត់នោះកំពុងតែបើកអាទ្វារច្រកសម្ងាត់ស្អីសម្រាប់ប្រកួតប្រជែងអីចឹងណារបស់យើងគឺរត់បុកគេចូលទៅកន្លែងនឹងហ្មងអាទ្វារនឹងទៅបើកផងវាគប់ជួននោះគប់ជួនបដ ហើយតែតាមពិតមិនមែនគ្នាមើលទេគ្នាគឺអាកន្លែងនោះតំណងអាចពួនបានក៏រត់ទៅពួនចឹងតែគាត់នៅមកដល់តាមអត់តាន់ចំមនុស្សទៅណាបាត់អីអ្វីកុំអញតាមតាន់លើក្រោយយើងនឹងចាប់អីតលាក់ជួសក្នុងទលេតែម្ដងហើយអញ្ចឹងយើងងាកមកកាន់ទូប្រុសរបស់យើងស៊ឺឈុនវិញមកអាឡាអានេះគឺឡាអាសម្រាប់អ្នកវឹកហាត់ចឹងណាគេចូលទៅធ្វើការតេស្តសាកល្បងសមត្ថភាពអីចឹងទៅហើយទូប្រុសយើងអត់ដឹងចូលទៅមានអីជួយផ្លែចេះធ្វើអីតែផ្ដេសតែផ្ដាស់ហើយណាវ៉ាខ្ញុំគិតថាខ្ញុំនឹងពួននៅទីនេះមួយរយៈហើយស្រាប់តែពេលនឹងក្បួននៅក្នុងឡាអាងនឹងគឺចាប់ផ្ដើមបើកមកពន្លឺចែងចាំងនៅក្នុងបន្ទប់នឹងតែម្ដងក៏ឃើញភ្លើងឆេះចង្ក្រាននៅទីនឹងស្រាំក៏ពិនិត្យមើលបរិមាណដំបូងលើរុក្ខជាតិនិងឱសថចាប់ផ្ដើមសិស្សឈុនយើងជឿក្បាលតែម្ដងអូតើខ្ញុំមកជាប់ក្នុងបន្ទប់ប្រឡងដល់របៀបណាទៅផ្អែកចង្ក្រានស្លថ្នាំគិតបដាអញ្ចឹងទៅខ្ញុំមិនគួរចេញទៅខាងក្រៅនោះទេឈិនហ្វៃគួរតែនៅខាងក្រៅនៅឡើយខ្ញុំគួរធ្វើអីល្អទៅពេលនេះសូមគូរូបសញ្ញាព្យាបាលរោគរបស់អ្នកក៏ប្រឡងចាប់ផ្ដើមភ្លាមបន្ទាប់ពីអ្នកគូរួចគេក៏បានទទួលបាននូវជក់មួយសិស្សឈិនយើងក៏មិនដឹងគួរធ្វើអីដែរមានតែធ្វើតាមការណែនាំក្នុងបន្ទប់ប្រឡងទៅនិយាយពីក្រៅបន្ទប់ប្រឡងវិញម្នាក់ស្រែកសើច្បងចៅយេសើច្បងចៅយេក្នុងទស្សនវិជ្ជាដ៏អ៊ូអរនេះយើងក៏បានឃើញថាហូសមីកន្ទឿរបស់យើងនាងក៏បានលោតមកចង់មើលគេដើរទៅចូលមកខាងមុខមិនបាននៅក្រោយគេទឿជាងគេមានលោតបដើនិយាយបដើទៅសើច្បងចៅច្បាស់ជាជាប់លេខ1ក្នុងចំណោម10ភាគនេះជាមិនខានទេអាពីអ្នកនោះកំពុងអត់ចូលចិត្តសើច្បងចៅនឹងមិនអីអត់តស្គាល់សើច្បងចៅណាប៉ុន្តែសាច់រឿងគេឲ្យយើងស្គាល់ពីអ្នកនេះដោយអត់ចូលចិត្តម្នាក់ឈ្មោះចៅនឹងក៏ស្ដីឲ្យនាងមកហើយចុះនាងកំពុងតែនិយាយស្អីនិយាយអំពីចៅស៊ិនឈីនឹងមែនទេអ្នកគ្រប់ត្រូលរបស់នាងក៏ថាចៅស៊ិនឈីនេះគឺជាទេពអប្សរនៃសិស្សបកខាងក្រៅសិស្សបកស៊ីងជាន់របស់យើងអញ្ចឹងរូបភាពរបស់យើងមើលមកកាន់កញ្ញាចៅនឹងទៅចៅស៊ិនឈីនេះនាងកំពុងតែធ្វើស្អីគេប្រឡងអារូបមន្តឱសថទាំង10ភាគហ្នឹងឃើញថាចំនួននៃរូបមន្តឱសថដែលនាងទិញដល់តែ2103មុខហើយឯសិស្សឈុនយើងនៅក្នុងបន្ទប់ប្រឡងនេះវិញអត់ដឹងខ្យល់អីជាដើរគិតគូនិមិត្តសញ្ញាដែលតំណាងឲ្យខ្លួនខ្ញុំវាត្រូវតែមានអ្វីមួយដែលប្លែកសម្រាប់ខ្លួនឯងតែខ្ញុំគួរតែធ្វើវាច្បាស់លាស់អត់ទេអត់ទេអាហ្នឹងមិនមែនជា style របស់ខ្ញុំទេគេក៏អុកក្បាលរបស់គេនឹងអាឆ្នាំងស្លថ្នាំហ្មងអូយអីក៏មានបញ្ហាស្មុគស្មាញយ៉ាងនេះអុកក្បាលប្រមាណពុកស្រាប់តែនឹកឃើញហ្មងគ្រាន់តែគេគូឆ្វាច់សំឡេងនេះក៏បានប្រាប់ថាបរិមាណរុក្ខជាតិនិងឱសថមួយក៏ប្រឡងចាប់ផ្ដើមធូបរបស់គេក៏ចាប់ផ្ដើមឆេះហើយសំឡេងនោះប្រាប់ថាពេលវេលានៃការប្រឡងគឺធូបមួយដើមរុក្ខជាតិនិងឱសថចំនួន 10000 នឹងបំបែកដោយផ្ការបស់វាផ្លែឫសដើមស្លឹកហើយនឹងសមាសធាតុផ្សេងទៀតសូមដាក់រុក្ខជាតិនិងស្មៅនីមួយត្រឡប់មកវិញទាំងមូលនៅពេលរួចរាល់ដាក់វានៅលើកំពូលនៃចង្ក្រានដែលត្រូវគណនាសម្រាប់ពិន្ទុទូប្រុសយើងគេក៏ថាខ្ញុំទៅតែអានទាំងអស់នេះចប់មិនហ្នឹងវាមិនគួរលំបាកនោះទេអ្នកកំឡោះសិស្សឈុនរបស់យើងក៏ប្រើវិធីរបស់គេឆ្វាច់ដាក់មេឃដាក់ស្លឹកអីតជាប់គ្នាវិញឆ្វាច់តាមទម្រង់ដើមវាទាំងអស់អូលយអ្នកទាំងអស់គ្នាបើសិនអ្នកទាំងអស់គ្នាបានមើលពេញមិនដឹងថាលយយ៉ាងម៉េចទេដោយសារតែសាច់រឿងនេះមានភ្លេងវារន្ថើនមែនទែនប្រាប៉ុន្តែនៅពេលដែលធូកចាប់ផ្ដើមឆេះពាក់កណ្ដាលដើមអញ្ចឹងទៅយើងក៏ឃើញថាទូប្រុសយើងចាប់ផ្ដើមអស់កម្លាំងក្នុងការរៀបចំវាហើយយ៉ាងណាគ្នាមានកម្លាំងធាតុនិងមានកម្រិតទៅឲ្យចូលបាក់ថ្មីហ្នឹងអ្នកទាំងអស់គ្នាទោះបីជាការចងចាំបកែប៉ុន្តែសមត្ថភាពកម្លាំងធាតុគឺនៅខ្សោយជាងគេប្រឹងអស់ពីសមត្ថភាពគេបែកញើសស្រាក់ហើយចៅស៊ឺឈីនេះនាងបានរៀបចំលើ8980ប្រភេទនៃឱសថទៅហើយអាចនិយាយថាបន្ទប់នេះនិងបន្ទប់ទូប្រុសយើងគឺបន្ទុកត្រដំត្រសងគ្នាពេលវេលាមិនយូរប៉ុន្មាននោះទេពេលវេលានៃមធុកនឹងធូកឆេះអស់ណាទ្វាក៏បានបើកវិញមកកញ្ញាចៅមាន fan ច្រើនណាស់រងចាំទទួលនាងអញ្ចឹងនាងចេញមកដោយភាពមោទនភាពតែផ្ទុយពីនាងគឺទូប្រុសយើងពេលដែលទ្វាបើកឆ្វាច់គេអត់លើមលោបដោយសារតែខ្លាចថាអានទឹកឈិនហ្វៃតាមសម្រាប់គេនោះឯងលួចចេញពីបន្ទប់មិនប្រាប់អ្នកណានោះទេអូយការប្រឡងនេះពិតជាគ្រោះថ្នាក់រាងកាយពិតមែនចេញលោបយ៉ាងសប្បាយរីករាយស្រាប់តែសើមិញនេះមកកេះតែម្ដងបងប្រុសស៊ឺឈុនគ្នាភ័យចង់លិចនោមឯងស្មានតែឈិនហ្វៃនាងក៏សួរទៅលបងឯងកើតអីខំតពួនដល់នាងសួរអញ្ចឹងក៏ងាកមកមើលវិញមកឃើញស្រីស្អាតក៏បាត់ភ័យទៅវ៉ានាងមកភ័យខ្ញុំស្ទើរតែស្លាប់ហើយនេះតែពិតគឺជានាងទេនាងក៏ថាលបងក៏បានមកមើលទស្សនវិជ្ជានេះម្ដងក្នុងមួយជីវិតដែរស៊ឺឈុនឆ្ងល់ម្ដងក្នុងជីវិតអីគេនិយាយពីអ្នកនាងចៅនេះវិញតែអសចៅអ្នកនាងគឺជានីតិការដៅរបស់
ពួកយើងអញ្ចឹងទៅសម័យក៏បានប្រាប់ទូប្រុសយើងនោះចៅសិនឈីនេះនឹងគឺជាទេពអប្សរនេះនឹងខ្លាយទៅជាតារាលេខ1ក្នុងចំណោមតារាទាំង10លើឈ្មោះនាងឲ្យទូប្រុសយើងក៏នឹកឃើញតាមពិតនាងគឺចៅសិនឈីព្រោះយិនហ្វៃបានប្រាប់ទូប្រុសយើងកាលពីពេលមុនថាពេលដែលគេមកបណ្ណាល័យម្ដងគេតែងតែឃើញទស្សនវិជ្ជាច្របូកច្របល់បែបនេះតារាគុជទាំង10កំពូលម្នាក់ហើយនឹង9នាក់ទៀតថ្ងៃនេះសិស្សប្អូនចៅសិនឈីនឹងប្រឡងតារាទាំង10បើនេះជាប់តំណែងដំបូងម្ដងទៀតនោះវានឹងក្លាយជាអភូតហេតុមួយដែលមិនដែលកើតឡើងក្នុងរយៈពេលជា1000ឆ្នាំសាច់ឈុនរបស់យើងគឺសម័យមកអភូតហេតុនៃប៉ានឹកឃើញខ្លួនឯងគឺជាអភូតហេតុរបស់ប៉ាតែម្ដងទៅអ្នកទាំងអស់គ្នានិយាយវិថាអូអាសម័យនឹងឃើញស្រីស្អាតតោងគេលងច្រើនដូចជាគេហៅថារុយទុំលីមួកអញ្ចឹងដោយសារក្តីសម័យគេជ្រុលពេកចេញជាកាយវិការសម័យនេះក៏ថាបងប្រុសធំមកឯកើតអីនិយាយពី fan របស់ចៅស៊ិនឈីនាំគ្នាស្រ័យថាចៅស៊ិនឈីខ្លាយជាលេខ1អញ្ចឹងណានៅទូទាំងប៉ាក់របស់គេអញ្ចឹងណាព្រោះថាម្ដងទៀតដល់ប៉ុន្តែនាំនេះហូអត់ទាន់ឃើញកំពូលមួយទៀតទេកំពូលមួយទៀតណទៅវាប្លែកគឺកំពូលដែលមានរូបអណ្ដើកនឹងឯងហើយអ្នកទាំងអស់គ្នាប្រិយមិត្តអ្នកក្លាហានដឹងហើយអ្នកណាគេដែលមានរូបអណ្ដើកជាប់ខ្នងរហូតដល់ចៅស៊ិនឈីខំមានមោទនភាពដល់ឃើញអាពលឺអណ្ដើកនឹងចេញមកនាងអូចិត្តតែម្ដងហើយសាច់រឿងរបស់យើងមិនទាន់ប្រាប់បកស្រាយទាំងស្រុងថាវាយ៉ាងម៉េចទេ admin ក៏អត់ដឹងដែរ